បានអើសួស្តីពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាជាទីគោរពនិងរាប់អានហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូដំណឹងថ្មីបងប្អូនទាំងអស់គ្នាគឺនៅថ្ងៃទី17ខែកក្កដាឆ្នាំ2026នេះបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនណាបើសិនបងប្អូនចង់ដឹងថាតើ admin មានដំណឹងអ្វីថ្មីទៀតសម្រាប់ចែកជូនទៅដល់ពុកម៉ែមីមីងបងប្អូនទាំងអស់ទស្សនានោះសូមបងប្អូនតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាបងប្អូនតោះបងប្អូនប្រិមត្តដែលយំតាមដានរកការផ្សាយរបស់អង្គភាព TP យុតិគ្រប់នៅគណៈវេលាម៉ោង 8 ត្រូវថ្ងៃទី15ខែកក្កដាឆ្នាំ2026បងប្អូនស្រីម្នាក់បងប្អូនចាំទេគឺប្រហែលថ្ងៃមុនប្រហែលជា6ថ្ងៃមុនដែលខ្ញុំបានសបផ្សាយរឿងគាត់ទៅតែមកពីខេត្តមកទីក្រុងភ្នំពេញមកបានរយៈពេលតែ2ថ្ងៃហ្នឹងក៏បានទេឲ្យឪពុកផ្ញើម៉ូតូមកហើយក៏បានមិនទាន់បានចូលធ្វើការត្រឹមត្រូវស្រួលបួលផងក៏មានជនសង្ស័យមកធ្វើសកម្មភាពកាច់កម៉ូតូគាត់នៅនឹងសង្កាត់មនោរម្យបាទខណ្ឌ7មករាយកទៅបាត់ផ្ទាល់តែម្ដងហើយក្នុងថ្ងៃនេះគាត់មកគាត់ថាឥឡូវនេះជនសង្ស័យចាប់បានហើយឯណាម៉ូតូរបស់គាត់ឥឡូវគាត់មកធ្វើការបាទសបផ្សាយមួយសារទៀតដោយសារសំណុំពរទៅកាន់កម្លាំងសន្តិកិច្ចបាទជួយស្រាវជ្រាវក៏ដូចជាជួយសួរចម្លើយទៅកាន់ជនសង្ស័យមើលបើយើងចាប់ជនសង្ស័យបានហើយចុះម៉ូតូរបស់ជនរੂនៅទីណាឥឡូវខ្ញុំធ្វើការសាកសួរទៅកាន់បងប្អូនស្រីទាំងអស់គ្នាជំរាបសួរបងប្អូនបាទមកថ្ងៃនេះមានការឲ្យបងប្អូនមកលើកទី2នេះចង់ឲ្យបងអែមមកផ្សាយឲ្យមិនប៉ូលីសទេមកខ្ញុំពីម្សិលមិញពីល្ងាចម៉ោង6ក៏ថាចាប់ចោលបានហើយតែម៉ូតូខ្ញុំក៏រកឃើញទេហើយក៏ថាអត់ដឹងជួយខ្ញុំមិនទៀតចាប់បានចោលហើយគេថាសួរចោលវាមិនព្រមនិយាយចោលអូនដឹងដំណឹងថាសមត្ថកិច្ចប្រក្រាបជនសង្ស័យបាននៅពេលណាដែរប្រហែលពេលថ្ងៃបងតែគាត់ទេមកខ្ញុំម៉ោង6ល្ងាចខ្ញុំឃើញគេផុសតាំងពីថ្ងៃសមមិញផុសម្សិលមិញពេលថ្ងៃអញ្ចឹងដែរចាអញ្ចឹងចាប់ជនសង្ស័យបានហើយតែម៉ូតូបងអូនគឺជនសង្ស័យអត់ឆ្លើយថានៅណាទេចាប៉ូលីសថាចោលវាមិនព្រមឆ្លើយហើយគាត់ថាខ្ញុំសួរគាត់រហូតគាត់ថាគាត់ឆែកមើលតាមកាមេរ៉ាហើយឃើញចោលវាចូលដេកទស្សនៈហើយវាចូលដកលុយដកឲ្យនឹងវិញតែពេលចាប់បានចោលមិនឃើញម៉ូតូខ្ញុំឆ្ងល់ណាអញ្ចឹងពេលឆែកកាមេរ៉ាមានឃើញចោលជិះម៉ូតូណៃតាណាណៃហ៎ដឹងដែរប៉ូលីសគាត់ថាឆែកឃើញវាចូលដេកទស្សនៈហើយនឹងដកលុយដកឲ្យនឹងវិញបងហើយទៅពេលដល់ម្សិលមិញគាត់ថាចាប់បានចោលតែអត់បានម៉ូតូខ្ញុំហើយគាត់ថាមិនដឹងជួយខ្ញុំមិនបាទហើយក៏ថាសួរចោលហើយចោលវាមិនព្រមឆ្លើយសួរហើយអត់ឆ្លើយគាត់ធ្វើប៉ូលីសគាត់សួរចោលមិនចាញ់ផងចាញ់ខ្ញុំប្រជាពលរដ្ឋធ្វើម៉េចបងរបស់ខ្ញុំខំរមិនងាយណាបងអូពលមិត្តបាទឥឡូវជនសង្ស័យហ្នឹងគឺចាប់បានហើយម្សិលមិញខាងកម្លាំងសមត្ថកិច្ចហ្នឹងក៏តាក់ទងបងប្អូនថាចោលចាប់បានហើយតែម៉ូតូអូនអត់ដឹងណាទេគាត់ថានៅនឹងគ្នាវាម្នាក់ទៀតគ្នាវាម្នាក់ទៀតចាបាទចាឥឡូវគ្នាវាម្នាក់ទៀតទៅណាបាត់ហើយគាត់អត់និយាយថាជួយស្រាវជ្រាវរកម្នាក់ទៀតទេគាត់ថាចាប់បានចោលហើយក៏ដឹងរមម៉ូតូខ្ញុំមិនដឹងថារត់ទៅណោះស្រ័យអីខ្ញុំទៀតណាបងគាត់ថាចាប់បានចោលហើយគាត់ថាសួរចម្លើយចោលពីគ្នាវាដែលយកម៉ូតូថាចោលវាមិនប្រាប់គាត់និយាយចុះបាទខ្ញុំទៅថ្ងៃមិញទៅថ្ងៃមិញហ្នឹងចាទៅដល់ប៉ុស្តិ៍ណាថ្ងៃមិញប៉ុស្តិ៍អាកន្លែងចិត្តបាត់គេហៅប៉ុស្តិ៍អីខ្ញុំស្គាល់ដែរបងប៉ុស្តិ៍មនោរម្យចាចឹងនៅខណ្ឌ7មករាហ្នឹងទៅដល់ប៉ុស្តិ៍ហ្នឹងហ្មងចាដើរទៅបងដើរទៅទៀតចាដើរពីកន្លែងស្នាក់នៅទៅដល់ប៉ុស្តិ៍ចាពីហាងកាទៀវទៅឆ្ងាយទេបងពីមិនសូវឆ្ងាយទេបងតែថាយើងមិនសូវស្គាល់ក៏ដូចថាអាណិតខ្លួនឯងហើយចុះពេលដំណឹងដែលចាប់បានជនសង្ស័យដំបូងបងប្អូននឹកឃើញនឹកស្មានថាបានម៉ូតូបងអូនវិញអត់ចាខ្ញុំស្មានតែបានម៉ូតូខ្ញុំដែរខ្ញុំខំអត់ពេលប៉ូលីសទេមកប៉ូលីសទេមកថាឃើញតែជនសង្ស័យទេចាប់បានទេតែម៉ូតូអត់ដឹងណាទេចាបងខ្ញុំចង់បានអីទេសុំឲ្យទៅកាត់ជួយរកម៉ូតូខ្ញុំឲ្យឃើញវិញណាបងខ្ញុំវាអត់មានកម្លាំងចិត្តអីរលុយតបងគេទៀតនោះហើយចុះប្រហែលថ្ងៃបន្ទាប់មកនេះបងអូនមានការលំបាកទេដែលម៉ូតូបងអូនបាត់ហើយបងអូនត្រូវដើរទៅធ្វើការរាល់ថ្ងៃនេះពិបាកបងអើយបើអត់មានអីជិះយើងពឹងគេជូនមករហូតហើយធ្វើការបាន2ថ្ងៃពងដៃពងអីអស់ហើយចុះឪពុកម្ដាយនៅផ្ទះមានសួរនាំរឿងម៉ូតូហ្នឹងអត់គាត់សួរតែរហូតគាត់សួរថាម៉េចគាត់សួរថាម៉េចហើយនាងម៉ូតូខ្ញុំថាម៉ូតូគេថាគេមិនដឹងជួយមិនទេចាប់បានទៅចោលបាទឥឡូវអត់អីទេមើលម៉ោងសាយមួយសារទៀតមើលគីឡូគាត់នឹងបើការស្រាវជ្រាវបន្ថែមទៀតលើបញ្ហាហ្នឹងឥឡូវបើជនសង្ស័យចាប់បានហើយមានពិបាកចូលមានន័យអីបងម៉ូតូមិនបានបាទខ្ញុំសំខាន់ខ្ញុំចង់អាម៉ូតូនេះចង់បានអាម៉ូតូទេបាទចៅហ្នឹងធ្វើម៉េចបើចាប់បានហើយឥឡូវវាអត់ឃើញម៉ូតូនេះបងអូនហើយបងអូនបាទប្រិមិត្តគឺប្រហែលថ្ងៃមុនហ្នឹងខ្ញុំសបផ្សាយម្ដងហើយគ្នាទៅមកពីដល់មានជ័យទៅធ្វើការនៅស្វាយរៀងបាទចេញពីខេត្តស្វាយរៀងមកធ្វើការទីក្រុងភ្នំពេញក៏ឲ្យឪពុកហ្នឹងផ្ញើម៉ូតូពីដល់មានជ័យមកធ្វើការនេះទៅបាន2ថ្ងៃទេមិនទាន់បានចូលធ្វើការស្រួលបួលផងអាជនសង្ស័យយកម៉ូតូទៅបាត់ឥឡូវនេះគឺឮថា
ចាប់បានហើយបាទការពីម្សិលមិញហើយក៏ទំនាក់ទំនងមកកាន់ប្អូនស្រីថាជនសង្ស័យចាប់បានហើយតែម៉ូតូអត់ដឹងថាមានវិធីសាស្ត្រណារកឃើញទេដោយសារតែនៅគ្នាវាម្នាក់ទៀតប្រជាជនគាត់ថាមិនអញសួរចោលមិនចោលវានិយាយគាត់និយាយមកគាត់ថាសួរចោលមិនបាននិយាយថ្ងៃគាត់មើលអូសួរចោលវាអត់និយាយចាបាទបើជនសង្ស័យចាប់បានខ្លាចជនសង្ស័យរត់បាត់ចាប់បានអាហ្នឹងយើងពិបាករកម៉ូតូបើឥឡូវជនសង្ស័យយើងចាប់បានហើយបងមានវិធីសាស្ត្រសួរបាទសួរឆ្លើយមកថាម៉ូតូនៅណាប្រចាំណាឬក៏លក់នៅណាបាទយើងមានអាសនាសុំដល់កម្លាំងកិច្ចកាត់មនោរមបាទខណ្ឌ7មករាទេជួយបន្ថែមនៃការស្វែងរកផងបាទកុំឲ្យគ្នាមកយំមកស៊ីសួរអញ្ចឹងនេះបើគួរអាណិតទេប្រិមត្តជនបាទឥឡូវនេះយើងមានតែប៉ុណ្្នឹងចុះហើយយើងបញ្ចប់ការផ្សាយត្រឹមនេះរកពាក្យពេចន៍កំហុសខុសឆ្គងត្រង់ណាមិនគួរក៏បីសុំប្រិយមិត្តខន្តីនឹងបេទោសនៅគណៈបាទហើយបងប្អូនអ្នកគ្នាអញ្ចឹងនេះគឺតកតងជាមួយនឹងករណីរឿងរ៉ាវគឺចោលលួចម៉ូតូទៀតឯងបងប្អូនអ្នកគ្នាដែល admin តែងតែបញ្ជាក់ឲ្យបញ្ជាក់ទៀតថារដូវកាលនេះគឺជារដូវកាល World Cup ហើយចុះសួរថាហេតុអីបានក៏ទៅរដូវកាល World Cup នោះវាយ៉ាងម៉េចបានពាក់ព័ន្ធពី World Cup បងប្អូនណាក៏សូមអធិស្ឋានដោយសារអ្វីព្រោះដោយសាររដូវកាល World Cup ហ្នឹងគឺមានមនុស្សបាទពួកក្រុមខលខូចមួយចំនួនដែលទូចនោះដែលវាចូលចិត្តចាក់បាល់ចាក់អីភ្នាល់បាល់នោះហើយវាអត់មានមុខរបរនៃការរលុយទៅចាក់អញ្ចឹងសម្រាប់ពួកវានេះគឺវាអត់មានអាមុខរបរដែលគេថាសុចរិតណាអញ្ចឹងគឺវាមានតែរមឈោបាយគឺបែបអញ្ចឹងដូចជាករណីលួចឆក់ប្លន់នេះហ្នឹងបងប្អូនអ្នកគ្នាហើយសម្រាប់បងប្អូនយើងមួយចំនួនទៀតទោះបីជាលោកចាក់គាត់អីយ៉ាងម៉េចយ៉ាងម៉េចក៏គាត់មានវិធីសាស្ត្រក្នុងការរលុយដែលថាសុចរិតអីអញ្ចឹងគាត់ចាក់គ្រាន់តែជាការកំសាន្តអញ្ចឹងណាហ្នឹងហើយតែមានពួកមួយចំនួនទូចនោះឃើញទេដែលវាមិនអាចរកលុយរកអីបានគឺវាមកបែបអញ្ចឹងទៅបងប្អូនអ្នកគ្នាហើយតើតើជាមួយនឹងវីដេអូដំណឹងនេះមួយផងដែរបងប្អូនណាគឺតើតើជាមួយនឹងនារីម្នាក់ហ្នឹងគឺគាត់បានឡើងមកធ្វើការនៅទីក្រុងភ្នំពេញធ្វើមិនទាន់បានប្រហែលថ្ងៃផងគ្រាន់ឲ្យឪពុកបាទអ្នកផ្ទះនឹងយកម៉ូតូមកឲ្យលេងពួកក្រុមចៅហ្នឹងគឺលោកចៅហ្នឹងគឺគាត់ទៅកាច់កម៉ូតូគ្នាយកទៅបាត់បងប្អូនដល់គ្នាឥឡូវសួរថាបើសិនជារឿងរ៉ាវនេះជារឿងរ៉ាវរបស់បងប្អូនតើក្នុងចិត្តយើងវាចង់និយាយថាវាខ្លោចផ្សាវាឈឺចាប់ប្រពន្ធណាបងប្អូនដល់គ្នាសង្ឃឹមថាឡើងមកទីក្រុងភ្នំពេញដើម្បីមករកលុយមករកកាក់អញ្ចឹងទៅសិតសមដើម្បីតម្រូវការអីផ្សេងអញ្ចឹងទៅឥឡូវមិនទាន់បានប្រមាណផងបាត់ម៉ូតូនេះហើយបើតាមមើលម៉ូតូមកតាមការបកស្រាយនឹងស្រួលគឺបងមលួសទៀតបងប្អូនដល់គ្នាព្រោះសារអីគាត់បញ្ជាក់ថាគាត់អស់អាកម្លាំងចិត្តអស់អាទឹកចិត្តในការរលុយបងឲ្យគេបងប្អូនដល់គ្នាអញ្ចឹងអាហ្នឹងវាអាចទៅជាជំងឺបាក់ទឹកចិត្តបងប្អូនដល់គ្នាបាទអត់លេងសើចបានទេបងប្អូនដល់គ្នាហើយអានេះគាត់មកនេះគាត់ឃើញបងប្អូនដល់គ្នាគាត់ឃើញគាត់ហ្នឹងអាណិតសង្វេគមកបងប្អូនព្រោះដោយសារអីមើលមកយំអាស៊ីហើយវ័យនេះមិនមែនវ័យតូចទេបងប្អូនណាហ្នឹងហើយដល់ថ្នាក់គ្នាស្រក់ទឹកភ្នែកប៉ុណ្ណឹងហើយសួរថាគ្នានឹងវាក្តោបក្តួលយ៉ាងណាបងប្អូនដូចគាត់បានបញ្ជាក់អញ្ចឹងគឺអាណិតខ្លួនបងប្អូនពាក្យថាអាណិតខ្លួនហ្នឹងវាអស់អ្វីដែលត្រូវបរិយាយបងប្អូនហ្នឹងហើយពាក្យថាអាណិតខ្លួនឯងមួយម៉ាត់ឯងខ្លីប៉ុន្តែបើសិនយើងគិតស៊ីជំរឿសឹងថាដូចរបៀបថានៅលើលោកនេះគ្មានអ្វីសំខាន់ទេលេចចង់ខ្វល់ណែបងប្អូនអ្នកគ្នាអញ្ចឹងបានថាគ្មានអ្វីក្រៅពីបងប្អូនគឺសូមប្រយ័ត្នប្រយែងសម្រាប់មានបងប្អូនដែលយើងមានម៉ូតូឬក៏មានរថយន្តនៅពេលដែលទុកដាក់សូមបង្កើននៃការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែនជាពិសេសរាល់ទ្រព្យសម្បត្តិនៅតាមខ្លួននៅក្នុងខ្លួនមានដូចជាទូរស័ព្ទដៃខ្សែកអញ្ជៀនកវិលបាទខ្សែជើងខ្សែអីហ្នឹងរបស់ដែលមានតម្លៃកបោបលុយកបោបអីហ្នឹងពេលដែលធ្វើដំណើរសូមទុកឲ្យបានប្រយ័ត្នប្រយែងបងប្អូនណាសូមគិតថាទុកទៅឲ្យវាមានសុវត្ថិភាពកុំឲ្យវាមានគ្រោះថ្នាក់ហើយបញ្ជាក់សម្រាប់បងប្អូនដែលគាត់ធ្វើដំណើរតាមម៉ូតូតាមអីអាហ្នឹងអត់បានទេបងប្អូនបើសិនជាមានបញ្ហាវាបាត់បង់របស់ទ្រាំអីកុំឲ្យតែវាមានបញ្ហាគ្រោះថ្នាក់ដល់រាងកាយឬក៏គ្រោះថ្នាក់ដល់បាត់បង់ជីវិតអាហ្នឹងរឿងរ៉ាវធំបងប្អូនទាំងនេះអញ្ចឹងបានថាសូមឲ្យមានការប្រុងប្រយ័ត្នប្រយែងយើងធ្វើយ៉ាងណាកុំជាការសម្ញែងកាលណាសម្ញែងអាចោលវាមិនចង់លួចវាទៅជាបាយជាវាលួចវាឆក់អញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងខ្លួនឯងបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេដែលចង់ចែកម្លែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាទុកជាដំណឹងហើយនឹងផ្លេចមួយទៀតបងប្អូនទាំងគ្នាហ្នឹងឯងគឺតកតើជាមួយនឹងរឿងរ៉ាវម៉ូតូរបស់បងប្អូនសង្ឃឹមថា
អាចនឹងប្អូនរកមកវិញដឹងប្អូននឹងអីនេះខ្ញុំទៅឥឡូវស្រាប់ទុកថាប្អូនចឹងតោះសង្ឃឹមថាប្អូននឹងរកបានម៉ូតូដែលប្អូនបាត់នឹងអាចនឹងរកឆាប់ឃើញមកវិញណាជូនពរបែបហ្នឹងប្អូនណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាសម្រាប់ចែកជូនទៅដល់ពុកម៉ែមានបងប្អូនទាំងគ្នាទស្សនាទុកជាដំណឹងហើយយើងក៏សង្ឃឹមថាយើងជួបគ្នានៅវីដេអូដំណឹងថ្មីទៀតដែរបងប្អូនទាំងគ្នាបាទជាចុងក្រោយសូមអរគុណសូមគោរពលា